សួស្តីបងប្អូនទាំងអស់គ្នាមកមិនគ្នាឯងក្នុងឆ្នាំងហ្នឹងឯងណានាគេខ្លះស្គាល់ចូលខមមិនម្នាក់មួយមកហើយសម្រាប់ខាងខ្ញុំអានេះគេហៅថាសុកគួរបងប្អូនជារបស់កម្រមិនងាយរកបានហើយអ្នកដែលគាត់ចូលចិត្តញ៉ាំគឺគាត់ដឹងពីរសជាតិហើយថារសជាតិបែបម៉េចប៉ុន្តែបើសម្រាប់ខ្ញុំខ្ញុំអត់ញ៉ាំទេតែបើគ្រូសាស្ត្ររបស់ខ្ញុំគឺគាត់ចូលចិត្តហ្មងហើយថ្ងៃនេះយើងមកធ្វើជាមួយនឹងសុកគោចំហុយទឹកដូងបងប្អូនសូមដូរបរិយាកម្មដូងហោះដូងគឺយើង review ពីកូនខ្ញុំធ្វើអត់ថ្ងៃនេះសូមមកដូរបរិយាកម្មមកប្អូនស្នាដៃប្តីម្ដងមើលមិនដែរហើយនេះចុងភៅនេះគឺចុងភៅដៃដបងទៀតអត់ដឹងមិនម៉ែទឹកដៃហើយណាខ្ញុំអត់ហូបផងខ្ញុំអត់ដឹងរសជាតិបែបម៉េចទេប៉ុន្តែគ្រាន់តែដឹងថាការធ្វើឲ្យគឺគេឲ្យមេដៃច្រើនមិនថាឆ្ងាញ់ទឹកដៃដបងអត់ដែរធ្វើទេហើយសុកគោចំហុយនេះជាគាត់ធ្វើជាប្រភេទសុកគោចំហុយទឹកដូងមកអូនហើយគ្រឿងរបស់យើងអត់មានអីច្រើនទេនិយាយទៅមានតែសុកគោហ្នឹងហើយនឹងជាមួយនឹងគល់លខៃម្ដេងទឹកក្រូចសើចយើងដាក់ឲ្យរៀងច្រើនទៀតមកដើម្បីកាត់ឆ្អាបហើយសុកគោរបស់យើងធ្វើការលាងទឹកឲ្យស្អាតបងប្អូនដល់ពេលលាងទឹកខ្ញុំអត់បានថតទេយើងធ្វើលាងទឹកវាឲ្យស្អាតទៅឲ្យដូចឃើញក្នុងរូបដំបងខ្ញុំដាក់មកអញ្ចឹងឲ្យសឲ្យស្អាតបានយើងញ៉ាំទៅយើងវាអត់សូវញើតមាត់ណាហើយអ្នកដែលគាត់ចូលចិត្តញ៉ាំគឺនិយាយទៅឃើញអញ្ចឹងគឺគាត់ត្រូវហ្មងដោយសាររបស់នេះអត់ងាយរើបាននេះគេថានឹងតតែគោកើតកូនបានមានហើយអ្នកខ្លះគាត់អង្គុយចាំទៀតអង្គុយចាំដល់តែគោកើតកូនគឺអង្គុយចាំយកសុកនឹងហ្មងដោយសារហ្នឹងគឺគេអ្នកចូលចិត្តគេឆ្ងាញ់ខ្លាំងបងប្អូនហើយគេថាហូបទៅតែជាហូបទៅអីទៀតណោះតែបើខ្ញុំមិនអត់ចេះទេនិយាយទៅបើហូបបានដែរប៉ុន្តែដូចអត់ហ៊ានហូបនៅរៀងអញើតអញ្ចឹងណាប៉ុន្តែគេអ្នកដែលចូលចិត្តអូបាក់និយាយឃើញចេះអីហើយក៏លេចមកមើលកូនបើណែភ្លេចខ្លួនអត់បានទេតែបេតងម៉ាក់ទិញយកមកញ៉ាំខ្លួនឯងទេភ្លេចខ្លួនទៅមួយផ្លែតអាឡែងរូបថតប៉ាណោះមកលួចញ៉ាំតែបេតងម៉ាក់ឡើងចង់អស់ពាក់កដាលអាខ្លួនឯងនោះញ៉ាំមីលធីផ្សេងមិនលួចបោះម៉ាក់ទៀតលឿនណាស់ហើយឥឡូវនេះសុកគោរបស់យើងគឺយើងធ្វើការស្ងោរជាមួយទឹកសិនហើយយើងដាក់គ្រឿងរបស់យើងជាមួយម្ដេងហើយនឹងទឹកពុយសោយដាក់តែពីរមុខហ្នឹងទេដើម្បីយើងស្ងោរកាត់ឆ្អាបរបស់វាយើងស្ងោរវាឲ្យរាងឆ្អិនទៅប្រហែលនាទីដូចជាថាកន្លះម៉ោងចឹងបងកន្លះម៉ោងអីចឹងទៅស្ងោរវាចោលមួយសាសិនហើយមិញហ្នឹងខ្នៅហ្នឹងគឺអីគាត់ទៅស្រុកគាត់បេះមកផ្ញើខ្នោសុកសែពិតបងអូនគាត់មកខាងបាត់ដបងបើខាងបាត់ដបងមកគាត់ទៅលេងស្រុកហើយគាត់បេះមកផ្ញើហើយយើងធ្វើការស្ងោរសុកគោរបស់យើងហ្នឹងឲ្យវាចេញអាទឹកនឹងមួយសាសិនស្ងោរវាចឹងទៅហើយនេះគ្រឿងរបស់យើងមានអាគ្រឿងស្ងោរបន្ទាប់ហ្នឹងគឺស្ងោរមួយទឹកដូងយើងអប់មួយទឹកដូងយើងប្រើដូង2ផ្លែហើយនឹងគល់លខីហ្នឹងគ្រឿងគល់លខីម្ដេងទឹកក្រូចសើចហើយនឹងម្ទេសហើយនេះបន្ទាប់មកទៀតពេលដែលយើងស្ងោរវាចេញទឹកនាងម្សាហើយគឺយើងធ្វើការស្រង់សុកគោរបស់យើងនឹងចេញស្រង់ចេញពីទឹកដែលយើងស្ងោរហ្នឹងបងយើងស្រង់វាចេញហើយយើងចាក់ទឹកនឹងចោលចឹងណាហើយចុងភៅនេះចុងភៅដៃដបងផតដល់ថារសជាតិបែបម៉េចជាមួយលទ្ធផលសិនសំបីតដួសសុកគោចេញពីឆ្នាំងហ្នឹងក៏ដួសអត់ចង់ចេញដែរខាតែចុងភៅដៃថ្មីបងអូនចុងភៅដៃថ្មីឲ្យធ្វើចេញមកហូបប្រភេទកម្រទៀតកម្រនឹងធ្វើព្រោះរបស់ហ្នឹងគាត់ថាមានលុយហើយក៏មិនអាចទិញបានដែរតើតែវាខ្សែមានអីចឹងណាដួសមានអាចការផងមានអាវែកផងអីផងដួសធ្លាក់ធម្មតាចុងភៅដៃថ្មីចឹងរៀងនេះទេចាហើយរបស់ដែលយកមកធ្វើហ្នឹងក៏របស់ថ្មីទៀតហើយសុកគោហ្នឹងធំខ្លាំងបងប្អូនដាក់មកឡើងហៀកច្រែងហ្មងធំមែនតែននិយាយទៅមើលតាមរូបរាងវាអត់មានអីគួរឲ្យខ្ពើមទេបងពេលដែលយើងលាងទឹកឲ្យស្អាតឡើងសស្គូសហ្មងប្តីខ្ញុំក៏លាងឡើងសស្គូសហ្មងហើយធ្វើការស្ងោរចឹងទៅគឺវាស្អាតទេហើយសិតតែអប់ទឹកដូងសិតតែអីតិចណាមិនមែនលំទេណាហើយបន្ទាប់មកយើងស្ងោរវាដាក់នៅខាងក្រៅអញ្ចឹងវារៀងស្រស់ទឹកហើយយើងធ្វើការចាក់ទឹកដែលយើងស្ងោរដំបូងនេះចាក់ចោលបន្ទាប់មកយើងដាក់សុកគោរបស់យើងនឹងចូលក្នុងឆ្នាំងវិញហើយខ្ញុំអ្នកនិយាយហ្នឹងមិនមែនជាអ្នកជំនាញធ្វើអីទាំងបងធ្វើនេះធ្វើតាមគេប្រាប់ដែរតែខ្ញុំអត់ចេះធ្វើទេតែគ្រូសាស្ត្រខ្ញុំគាត់ជាអ្នកធ្វើទេតែយើងបញ្ចូលសលេងតាមវីដេអូអញ្ចឹងណាយើងដាក់សុកគោរបស់យើងនឹងចូលក្នុងឆ្នាំងរបស់យើងវិញមកបន្ទាប់មកទៀតយើងធ្វើការកាប់ដូងរបស់យើងហ្នឹងគឺចាក់ទឹកដូងចូលចាក់ទឹកដូងយើងទាំងពីរផ្លែហ្នឹងចូលទៅក្នុងឆ្នាំងសុកគោហ្នឹងនិយាយទៅពេលអប់ទឹកដូងអញ្ចឹងប្រហែលជាវាមានរសជាតិផ្អែមបងប្អូនធ្លាប់តែយើងអប់មាន់ទឹកដូងដុតមាន់ទឹកដូងអីចឹងដឹងតែរសជាតិវាឆ្ងាញ់ប៉ុន្តែនេះខ្ញុំគិតថារសជាតិវាក៏ឆ្ងាញ់ដែរប៉ុន្តែអ្នកដែលគាត់មិនហ៊ានហូបនៅតែមិនហ៊ានចឹងដូចខ្ញុំជាដើមចឹងតែអ្នកដែលគេហូបគឺដឹងតែជាតិហ្មង
ហើយសិតតែអប់ទឹកដូងសិតតែអីទៀតតែមិនលំណាបងអូនណាឥឡូវយើងធ្វើការកាប់ដូងមួយទៀតដាក់ចូលមកនិយាយទៅគឺយើងប្រើដូង2ផ្លែដើម្បីឲ្យវាថាសមល្មមជាមួយនឹងសុកគោរបស់យើងអញ្ចឹងណាដាក់វារៀង2ផ្លែអញ្ចឹងមកបានទឹកវារៀងច្រើនបើយើងដាក់មួយផ្លែមើលទៅវានៅរៀងស្ទើបងប្អូនអញ្ចឹងយើងថែម2ផ្លែទៅហើយកូនបើហ្នឹងឃើញអង្គុយអញ្ចឹងមិនមែនអត់នេះទេអង្គុយនិយាយថាប៉ាចេះធ្វើម្ហូបទៀតចេះមកពីណានោះគេថាប៉ាគេចេះធ្វើម្ហូបទៀតលើហ្នឹងចេះធ្វើទេហ្នឹងតាំងចេះធ្វើម្ហូបផងចេះតែអញ្ចឹងប៉ាបញ្ចេញស្នាដៃម្ដងមកលូឲ្យប៉ាហើយពេលដែលយើងដាក់ទឹកដូងហើយហ្នឹងគឺយើងធ្វើការដាក់គ្រឿងរបស់យើងហ្នឹងមកតង់ទៀតគល់លខៃម្ដេចលក្ខូចសោចម្ទេសបងប្អូនអញ្ចឹងគឺសុកគោរបស់យើងគឺរួចរាល់ហើយតែប៉ុណ្្នឹងទេអរគុណច្រើន